ជំរាបសួរចឹងនេះខ្ញុំមកចែករំលែកបងប្អូនតទៀតអំពីរបៀបនៅក្នុងការរៀនអក្សរប៉ារ៉ែលអញ្ចឹងខ្ញុំបានចែករំលែកបងប្អូនហើយអំពីស្រៈនិស្ស័យទាំង23ស្រៈអញ្ចឹងរួចរាល់ហើយអញ្ចឹងត្រឡប់មកវិញស្រៈអស់គឺយើងសូមរំលឹកបន្តិចស្រៈចុងក្រោយគឺស្រៈអស់ស្រៈអស់ហ្នឹងគឺមានចំណុច2ចំណុច3ចំណុច4និងចំណុច6ចំណុច2ចំណុច3ចំណុច4និងចំណុច6នេះជាស្រៈអស់តោះអញ្ចឹងថ្ងៃនេះយើងចូលដល់មេរៀនថ្មីអញ្ចឹងក្បាលខាងលើនេះគេដាក់ថាមេរៀនទី4ព្យញ្ជនៈ33តួហ្នឹងចាំឲ្យបងប្អូនស្ដាប់អញ្ចឹងតោះអ្វីដែលយើងត្រូវសិក្សាស្វែងយល់ថ្ងៃនេះគឺព្យញ្ជនៈកព្យញ្ជនៈទី1គឺព្យញ្ជនៈកនេះរៀងរបស់អក្សរកបែបនេះអញ្ចឹងបងប្អូនឃើញរៀងហើយខ្ញុំនឹងប្រាប់អំពីចំណុចឲ្យបងប្អូនសរសេរហើយនឹងខ្ញុំសរសេរអនុវត្តការសរសេរបងប្អូនមើលដែរអញ្ចឹងអក្សរកគឺមានចំណុច1ចំណុច2ចំណុច4ចំណុច5 1 2 4 5រៀងបែបហ្នឹងគឺ1 2 4 5តោះឥឡូវខ្ញុំមកអនុវត្តការសរសេរនេះវិញ slate នេះនៅលើ slate អញ្ចឹងចាប់ដើមមកបន្ទប់ទី1ចំណុចខាងលើដំបូងហ្នឹងជាចំណុច1អញ្ចឹងយើងចុចមកដោយសារកចំណុច1ចុះមកក្រុមចំណុច2ក៏យើងចុចដែរ2ឡើងទៅលើវិញមកផ្នែកខាងឆ្វេងចំណុច4ចុះមកក្រុមចំណុច5អញ្ចឹងយើងចុចអញ្ចឹងមករហូតមក1 2 4 5អញ្ចឹងមកដកឃ្លាខ្លះទៅកុំឲ្យច្រឡំគ្នាស្រួលមើលតិចខ្ញុំបើកឲ្យបងប្អូនមើលមកទីទាត់ជាមួយគ្នានេះជាអ្វីដែលខ្ញុំបានសរសេរចេញពីសៀវភៅគំរូហ្នឹងបងប្អូនឃើញរៀងដូចតែគ្នាឥឡូវផ្ទៀងផ្ទាត់បន្តិចនេះខ្ញុំដាក់ឲ្យប្រៀបធៀបហើយខ្ញុំចង់អុលឲ្យបងប្អូនមើលនេះខាងឆ្វេងនេះជាអក្សរកដែលខ្ញុំសរសេររីឯខាងស្ដាំនេះជាអក្សរកចេញពីសៀវភៅគំរូរបស់ក្រសួងអប់រំអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលែកជូនបងប្អូនថ្ងៃនេះចាប់ផ្ដើមរៀនព្យញ្ជនៈលើកដំបូងជាមួយខ្ញុំអញ្ចឹងសរុបមកវិញអក្សរករបស់យើងជាអក្សរប៉ារ៉ែលនេះប៉ារ៉ែលខ្មែរយើងនេះគឺមានចំណុច1ចំណុច2ចំណុច4និងចំណុច5ម្ដងទៀតអក្សរកគឺមានចំណុច1ចំណុច2ចំណុច4ចំណុច5 1 2 4 5អរគុណច្រើនសម្រាប់បងប្អូនដែលតែងតែតាមដានស្ដាប់នៅលើ page La New Generation អ្វីដែលខ្ញុំចែករំលែកនេះគឺខ្ញុំចង់ឲ្យបងប្អូនទាំងពិការភាពទាំងមិនពិការភាពចេះដែរជាពិសេសលោកគ្រូអ្នកគ្រូនៅតាមស្ថាប័នរដ្ឋនៅពេលដែលពួកគាត់ស្វែងយល់ដឹងចេះអំពីអក្សរប៉ារ៉ែលនេះគឺជនពិការភ្នែកអាចរៀននៅសាលារដ្ឋក្បែរផ្ទះរបស់ពួកគាត់បានដែរអ្នកគ្រូគាត់អាចបរៀនបានអញ្ចឹងគោលបំណងដែលខ្ញុំចែករំលែកគឺបែបហ្នឹងចង់ឲ្យមានចម្រុះភាពទាំងវិស័យអប់រំចង់ឲ្យមានចម្រុះភាពទាំងការតំណាក់តំណងការរស់នៅជាមួយគ្នាទៅវិញទៅមកអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ